សួរលោកគ្រូខ្ញុំបាទឈ្មោះលីបណ្ឌិតហើយខ្ញុំមកពីក្រុម SV1 សម្រាប់វីដេអូមួយនេះដែរខ្ញុំនឹងបង្ហាញអំពីមេរៀន Linux Control Operator ដែលយើងនឹងបង្កើត shortcut command ថ្មីដែលយើងប្រើ command alias ចឹងពីដំបូងយើងចេញពី command ដែលយើងសរសេរខ្លីៗបន្ទាប់មកយើងភ្ជាប់ជាមួយនឹង operator នៅពេលដែលយើងភ្ជាប់វាច្រើនវានឹងបង្កើតបានទៅជា script ដែលមានច្រើន line ហើយយើងក៏អាចបៀវាទៅជា command ហើយបន្ទាប់ពីយើងបៀទៅជា command រួចយើងក៏អាចបង្កើតវាទៅជា application អញ្ចឹងដើម្បីយើងអាចបង្កើត shortcut command line របស់យើងបានគឺយើងត្រូវប្រើ alias ដើម្បីបន្ទាប់មកកន្លែងនេះយើងដាក់ file name របស់យើងហើយសញ្ញាស្មើនេះត្រូវតែជាប់ជាមួយនឹង file របស់យើងហើយ semicolon របស់យើងមកហើយយើងដាក់វាពាក់ព័ន្ធទៅនឹងអីគេមួយ command មួយដើម្បីយើងងាយស្រួលក្រោយយើងហៅវាមកវាបង្ហាញអញ្ចឹងនៅក្នុងLinux Control Operator នេះវាមាន command 3ពាក់ព័ន្ធទៅនឹង user គឺមានន័យថាយើងបង្កើតវាហើយយើងអាចយកប្រើប្រាស់វាបាននៅក្រោយទៀតមានន័យថាយើងលុបហៅវាហើយពេលដែលយើងកំពុងតែយើងបង្កើតវាហើយដល់ពេលយើងលុបoutយើងលុប in ចូលមកវិញយើងអាចls មកវានឹងឃើញ command របស់យើងនៅក្នុងជាលក្ខណៈ user សម្រាប់ជាលក្ខណៈ memory នៅពេលដែលយើងបង្កើតវាហើយយើង log out ហើយយើង log in ចូលមកវិញគឺវាអត់មាន command នឹងទេហើយជា general គឺយើងបង្កើតវាដើម្បីយើងឲ្យ user ផ្សេងៗទៀតប្រើប្រាស់បានអញ្ចឹងខ្ញុំសូមបង្ហាញជាលក្ខណៈ operator វាពាក់ព័ន្ធទៅនឹងសញ្ញាដូចជា semicolon double ampersand double vertical bar square bracket អញ្ចឹងទាំងអស់នេះគឺពាក់ព័ន្ធនឹង operator ដែលយើង combine ជាមួយនឹង command operator ហើយនៅពេលដែលវាយូរវាកាន់តែច្រើនយើងបង្កើតវាជា script ហើយ save វាទុកហើយយើងអាចបៀវាទៅជា command ហើយក៏ចុងក្រោយគឺជា application អញ្ចឹងដំបូងយើងចូលទៅក្នុង Linux របស់យើងដោយយើងបង្កើត file command មួយមានឈ្មោះថា alias ហើយយើងដាក់ file មកហើយសញ្ញាស្មើបន្ទាប់មកយើងចង់ឆែកពាក់ព័ន្ធទៅនឹង IP ហើយនឹង RAM អញ្ចឹងពេលយើងវាយ command នឹងហើយយើង enter វាមកអញ្ចឹងនៅពេលដែលយើងចង់ហៅ command នឹងយកមកប្រើយើងគ្រាន់តែវាយ SV1 ហើយ command នឹងមកហើយយើង enter វានឹងបង្ហាញពាក់ព័ន្ធទៅនឹង IP ហើយនឹង memory RAM របស់យើងឲ្យយើងបានឃើញអញ្ចឹងបើសិនជាយើងបន្តមកយើងវាយ alias ដើម្បីយើងឆែកថា file មួយហ្នឹងគឺវានៅក្នុង script របស់យើងអញ្ចឹងនេះគឺជា file ដែលយើងទៅបង្កើតមិញនេះគឺនៅក្នុងហ្នឹងហើយបើសិនជាយើងចង់លុបវាយើងគ្រាន់តែវាយ un alias ហើយយើងវាយ sv1 មកដដែល file ហ្នឹងមកដល់មកយើង alias ដដែលអញ្ចឹងវានឹងបាត់អញ្ចឹង command ហ្នឹងគឺយើងបង្កើតដើម្បីឲ្យ user វាឃើញត្រឹមតែ user ទេមានតែ user ហើយបើសិនជាយើងចង់ដោយសារតែយើងប្រើជាលក្ខណៈ memory អញ្ចឹង command ហ្នឹងគឺអត់មានអ្នកគេឃើញទេគឺឃើញត្រឹមតែ user ទេអញ្ចឹងកន្លែងនេះខ្ញុំបាន unalias វាមានន័យថាវាបាត់ហើយអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំបង្កើតវាដដែលខ្ញុំយកវាមកដដែលបន្ទាប់មកខ្ញុំ alias អញ្ចឹងវាមាននៅក្នុងជាលក្ខណៈ alias ដែលយើង shortcut ដែលយើងបានបង្កើតនេះអញ្ចឹងនៅពេលដែលខ្ញុំ exit វាចេញចាក់ចេញហើយនៅពេលខ្ញុំ login ជាថ្មីម្ដងទៀតខ្ញុំវាយ password ហើយយើងវាយសូម control cl ហើយយើងវាយ alias ម្ដងទៀតអញ្ចឹង command មួយហ្នឹងនឹងបានអញ្ចឹងការធ្វើបែបនេះគឺជាការបង្កើត shortcut តែជាលក្ខណៈនៅក្នុង memory អញ្ចឹងយើងឃើញនៅពេលដែលយើងដំណើរការ command ហ្នឹងឯង
ពេលយើង log out ហើយ log in មកវិញ comment នឹងនៅវាបាត់ចឹងបន្តមកទៀតយើងធ្វើជាលក្ខណៈ comment ជានៅក្នុង user ចឹងដំបូងដើម្បីយើងដំណើរការនឹងបានយើងត្រូវឆែក file hidden ដែលយើងវាយ ls ដើម្បីយើងឆែក file hidden បើសិនជាយើងអត់វាយដល់ a ទេវាចេញ ls ធម្មតាវាមានតែ file យើងធម្មតាចេះហើយប៉ុន្តែដល់ពេលយើងវាយ ls.a វានឹងមក show ពី file hidden របស់យើងមានទាំងអស់ចឹងយើងមករក file មួយមានឈ្មោះថា base sh rc ចឹង file មួយហ្នឹងគឺជា file ដែលវា run script automatic មានន័យថាពេលយើង log in ចឹង file នៅក្នុងfile base rc ហ្នឹងវានឹង run automatic អញ្ចឹងនៅក្នុង Linux គ្រប់ user គឺមាន file base rc ហ្នឹងទាំងអស់ប៉ុន្តែបើសិនជាអត់មានទេគឺត្រូវតែបង្កើតថ្មីដោយយើងវាយ command touch ហើយយើងវាយ .base rc មកបើសិនជាយើងអត់មានចឹងដើម្បីអានេះខ្ញុំបង្កើតហើយខ្ញុំមានស្រាប់ហើយចឹងខ្ញុំអត់បង្កើតទេចឹងដើម្បីយើងចូលទៅ file មួយនឹងបានយើងត្រូវវាយ cd directory សិនចឹង directory ហើយយើងបើសិនជាយើងមិញបញ្ជាក់បើសិនជាយើងអត់មាន file នេះទេយើង touch ទាំងមក touch command ដែលយើងសរសេរមិញហ្នឹង touch ហើយ file .bash rc នឹងមកចឹងខ្ញុំមានហើយខ្ញុំអត់បង្កើតទេចឹងកន្លែងនេះដើម្បីចូលវាបានយើងវាយ vid ហើយយើងវាយ.base rc ចឹងបន្ទាប់ពីយើង vid.base rc ហើយយើង enter មកកន្លែងនេះខ្ញុំធ្លាប់បង្កើតវាចឹងខ្ញុំសូមយក delete វាសក់ d ចឹងអានេះ script ខ្ញុំមានច្រើនចឹងខ្ញុំសូមលុបខ្ញុំសូម insert សិនដោយសារ insert គឺយើងចុច keyword អក្សរ i បន្ទាប់មកខ្ញុំសូមលុប script នឹងដោយសារតែវាមានច្រើនពេកខ្ញុំសូមលុបវាសិនចឹងក្រោយពីខ្ញុំលុប script របស់ខ្ញុំហើយខ្ញុំ insert ជា alias មួយហើយ file ឈ្មោះរបស់ខ្ញុំហើយខ្ញុំឆង់ឆែកទៅលើ RAM ហើយទំហំ size របស់ directory hard disk ហើយនឹងIP ចឹងនេះជា script ថ្មីដែលខ្ញុំបង្កើតអញ្ចឹងដើម្បីក្រោយពីខ្ញុំចាក់ចេញហើយខ្ញុំចង់ចូលវាវិញដោយខ្ញុំតែវាយ vid.base rc នឹងហើយខ្ញុំ enter មកហើយបើយើងចង់កែយើងវាយ keyword អក្សរ i ហើយបើសិនជាយើងកែឲ្យអស់ហើយយើងចង់ save វាយើងចុច escape មួយសិនហើយយើងវាយ shift.2 ហើយយើងវាយអក្សរ w ហើយ save បើយើង save ហើយយើងចង់ចាក់ចេញយើងវាយមួយក៏បានឬក៏វាយរួមគ្នាក៏បានដែរអានេះ save ហើយចាក់ចេញឬក៏បិទនឹងឯងចឹងខ្ញុំ save ហើយខ្ញុំសូមវាយតែអក្សរ Q ចេញពីវាចឹងដើម្បីយើងអាច run command run script ដែលយើងបាន save មិញគឺយើងវាយ source ហើយវាយ .base rc តោះមកយើង enter វាហើយយើងចង់ run command ដែលយើងបាន save មិញយើងវាយតា file របស់យើងមកនេះវាយឈ្មោះរបស់ខ្ញុំមិញហ្នឹងហើយយើង enter មកវានឹងបង្ហាញពាក់ព័ន្ធទៅនឹងទី1ពាក់ព័ន្ធនឹង RAM នេះ RAM ទី2ពាក់ព័ន្ធនឹងទំហំ directory របស់យើងទី3ពាក់ព័ន្ធនឹង IP ចុងក្រោយពាក់ព័ន្ធនឹង IP អានេះពាក់ព័ន្ធទៅនឹង hard disk របស់យើងចុងក្រោយគឺ IP អញ្ចឹងវាមានលក្ខណៈបែបហ្នឹងមានន័យយើងបង្កើត script នឹងហើយដល់យើងចង់ run វាយើងប្រើ source command source ហើយយើង .base rc បន្ទាប់មកយើងគ្រាន់តែវាយ file ហ្នឹងមកវានឹងចេញឲ្យហ
ហើយបើសិនជាយើងចង់កែ comment របស់យើងគឺយើងចូលទៅក្នុង width នឹងដដែលហើយយើងធ្វើការ save ដូចអ្វីដែលខ្ញុំប្រាប់មុនហ្នឹងប៉ុន្តែលក្ខណៈកន្លែងនេះពេលយើងកែឲ្យអស់ហើយយើងត្រូវយើងត្រូវ run comment សោះនេះម្ដងទៀតដើម្បីឲ្យវា refresh បើយើងអត់សោះទេគឺ comment ហ្នឹងវានៅដដែលអញ្ចឹងយើងត្រូវ run អក្សរនេះម្ដងទៀតអញ្ចឹងដោយសារខ្ញុំអត់ចង់កែទេអញ្ចឹងខ្ញុំអត់សោះវាទេអញ្ចឹងកន្លែងនេះយើងតេស្តទៅលើយើងសាក exit ចេញហើយយើង enter វាម្ដងទៀតបន្ទាប់មកយើងវាយ comment ដើម្បីឆែកវាយើងវាយ file របស់យើងនេះឈ្មោះ file របស់យើងហ្នឹងមកវានឹងស្គាល់វានឹងចេញឲ្យពាក់ព័ន្ធទី1ដែលខ្ញុំនិយាយមិញហ្នឹង RAM ទី2ទំហំ size directory ទី3ពាក់ព័ន្ធនឹង hard disk ចុងក្រោយពាក់ព័ន្ធនឹង IP address អញ្ចឹងចុងក្រោយលក្ខណៈបែបនេះគឺយើងបង្កើត comment ជាលក្ខណៈ user មានន័យយើង store វាទុកនៅក្នុង user របស់យើងអញ្ចឹងបញ្ជាក់ថ្មីម្ដងទៀតអញ្ចឹងដើម្បីយើងបង្កើត comment ជា shortcut បានដំបូងយើងត្រូវមាន comment បូកជាមួយនឹង operator បន្ទាប់មកវានឹងបង្កើតបានទៅជា comment line ច្រើនវានឹងបង្កើតបានទៅជា script អញ្ចឹងដើម្បីបង្កើតជា script បានយើងចូលទៅក្នុង width ហើយយើងវាយ file យើងទៅហើយយើងចង់កែអីនៅក្នុងហ្នឹងយើង save វាទៅបន្ទាប់មកយើងហៅវាមកប្រើដល់យើងវាយតា file ទេនៅលើ comment ហ្នឹងអញ្ចឹងយើងអាចបៀវាទៅជា comment ក៏បានហើយរហូតដល់ application អញ្ចឹងការបង្ហាញវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណ